បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀបទាញយក Channel YouTube ដែលត្រូវបាន remove ត្រឡប់មកវិញអញ្ចឹងវា YouTube បានផ្ញើ email មកកាន់ខ្ញុំគេថាគេ remove channel របស់យើងអញ្ចឹងណាបាទ channel ហ្នឹងបាទនេះ channel នេះឈ្មោះ Pure Therapy នេះអញ្ចឹង YouTube បាន remove channel របស់ខ្ញុំអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀបទាញរបៀបស្នើសុំ YouTube ឲ្យត្រឡប់ channel យើងមកវិញអញ្ចឹងទីមួយគឺបងប្អូនចូលមកកាន់នៅក្នុងemail អញ្ចឹងយើងចូលមកកាន់ email របស់ YouTube មកអញ្ចឹងបន្តទៀតបងប្អូនចូលទៅកាន់ link channel នេះបងប្អូនចុច copy channel link របស់យើង link channel របស់យើង copy នេះនឹង link នេះមក copy URL មក copy ទុកណាបងប្អូនអូខេបន្តទៀតគឺបងប្អូនចូលទៅកាន់ពាក្យថា appeal ចុច click here នេះមកចុចលើ appeal បន្ទាប់ពីចុច appeal ហើយយើងចុចទៅពាក្យថា begin review បន្តទៀតបងប្អូនចុចពាក្យថា next តទៅទៀតអ្នកនរគ្នាចុចទៅលើពាក្យថា start appeal តទៅទៀតគឺយើងជ្រើសរើសយក Gmail របស់យើងនេះតទៅទៀតនេះគឺជាបរិយាយយើងស្នើសុំទៅកាន់ YouTube នោះថាតើយើងចង់ដាក់ជាចង់បកស្រាយមិនខ្លះទៅលើ channel របស់យើងនឹងអញ្ចឹងខ្ញុំបានសរសេររួចហើយបងប្អូនអរគ្នាអញ្ចឹងខ្ញុំបានសរសេររួចហើយអញ្ចឹងខ្ញុំគ្រាន់តែ copy វាទៅអញ្ចឹងបងប្អូន សរសេរវាមកដោយសារតែខ្ញុំបានសរសេរហើយអញ្ចឹងខ្ញុំ copy ដាក់តែម្ដងចឹងបងប្អូនសរសេររៀបរាប់មកថាយើងអត់មានខុសអីទេ channel របស់យើងនេះគឺ original ឬក៏ល្អអញ្ចឹងណាអញ្ចឹងអត់មានបញ្ហាខុសអីទេតោះទៀតមិនអត់មានអីបាក់ទេបងប្អូនគ្រាន់តែពាក្យចុច submit មកបាទនៅពេលយើង submit ហើយគឺនៅពេល24ម៉ោងក្រោយគឺ YouTube នឹង approve ហើយ channel ហ្នឹងមកវិញណាបាទបងប្អូនអរគ្នានេះបន្ទាប់ពីយើង appeal រួចហើយរយៈពេលខ្ទង់ប្រហែលជា8ម៉ោងក្រុមហ៊ុន YouTube បាន email ត្រឡប់មកវិញបាទថាគេ approve ឲ្យទៅលើ appeal ហ្នឹងបាទថាគឺ YouTube បាន approve ទៅលើការ appeal ហ្នឹងហើយទៅបកគល channel ហ្នឹងមកវិញបកគល channel ឲ្យយើងវិញហើយទៅថា channel ហ្នឹងអត់មានខុសអីទេដោយសារតែ machine YouTube ឬថា system របស់ YouTube វាចាប់ច្រឡំទៅលើ channel អញ្ចឹងវាបកគលមកយើងវិញហើយយើងប្រាប់បានធម្មតាវិញហើយ channel ហ្នឹងបងប្អូនគ្នាបាទតែមានបញ្ហាទេបាទអញ្ចឹងវីដេអូនេះមានចង់បង្ហាញបងប្អូនប៉ុណ្ណឹងបាទអរគុណច្រើនកុំភ្លេចចុច subscribe អ្នកមួយផងជម្រាបលា